ជីដូនអាបក្នុងខេត្តសៀមរាបនាងខ្ញុំរីយ៉ាគឺជាអ្នករស់នៅទីក្រុងភ្នំពេញដែលមានជីវភាពសមគួរល្មមមួយនៅក្នុងទីក្រុងដោយប៉ាម៉ាក់របស់នាងខ្ញុំជាអ្នកលក់ចាប់ហួយនៅក្នុងផ្សារអូរឫស្សីខែភ្ជុំបិណ្ឌក៏បានមកដល់គ្រួសាររបស់នាងខ្ញុំបានបិទតូបលក់ 4-10 ថ្ងៃដើម្បីទៅលេងជីដូនយាយរបស់នាងខ្ញុំនៅឯខេត្តសៀមរាបដែលជាស្រុកកំណើតរបស់ប៉ានាងខ្ញុំនឹងចង់ទៅលេងកម្សាន្តនៅទីក្រុងអង្គរផងដែរពេលទៅដល់ក្រុមគ្រួសាររបស់ពូខ្ញុំរួមទាំងជីដូនយាយខ្ញុំពួកគាត់ទទួលស្វាគមន៍គ្រួសាររបស់ខ្ញុំយ៉ាងកក់ក្ដៅនិងបាននាំគ្នាដើរមើលប្រាសាទអង្គរវត្តយ៉ាងសប្បាយរីករាយជាមួយគ្នាលុះបាន2ថ្ងៃបន្ទាប់គ្រួសាររបស់ខ្ញុំបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃទៅតាមវត្តអារាមនានាក្បែរៗនោះជាមួយពូមីងនាងខ្ញុំនិងកូនរបស់គាត់លើកលែងតែយាយរបស់ខ្ញុំតែប៉ុណ្ណោះដែលគាត់មិនបានទៅជាមួយ2-3ថ្ងៃក្រោយមកទៀតនាងខ្ញុំបានចាប់អារម្មណ៍ថាជីដូនយាយខ្ញុំគាត់មិនដែលទៅវត្តនោះទេគាត់គ្រាន់តែរៀបចំចង្ហាន់ឲ្យពូមីងរបស់ខ្ញុំជាអ្នកទៅពេលខ្ញុំបបួលគាត់តែងតែបដិសេធជារឿយៗដោយគាត់បានប្រាប់ថាគាត់មានវ័យចំណាស់ចាស់ជរាខ្លាំងពេកដោយគាត់មិនចង់ទៅពិតណាស់គាត់មានព្រះជន្មាយុ88 វស្សាទៅហើយរីឯជីតារបស់ខ្ញុំបានស្លាប់ចោលខ្ញុំតាំងពីនាងខ្ញុំនៅតូចមកម្លេះតែទោះបីជាគាត់មានវ័យចំណាស់យ៉ាងណាក្តីក៏គាត់នៅមានកម្លាំងដើរភិលមិនចាញ់ក្មេងៗប៉ុន្មាននោះទេគ្រាន់តែគាត់រៀងខ្លាចពន្លឺថ្ងៃបន្តិចទៅណាមកណាគាត់តែងតែយកឆ័ត្រទៅតាមដើម្បីបាំងពន្លឺថ្ងៃនិងពាក់វ៉ែនតាខ្មៅជាប់ជានិច្ចមិនសូវជាដោះចេញនោះឡើយរីឯកន្លែងសម្រាករបស់គាត់គឺគាត់បានទៅសម្រាកតែម្នាក់ឯងនៅខ្ទមខាងក្រោយផ្ទះប្រហែលចម្ងាយជាង500 ម៉ែត្រនៅក្នុងចំការចេករបស់គាត់ហើយពូមីងឪពុកម្ដាយរបស់ខ្ញុំពួកគាត់បានគិតថាគាត់ជាមនុស្សចាស់ចង់រកទីកន្លែងស្ងាត់ទើបគាត់ទៅសម្រាកក្នុងខ្ទមចំការចេកតែម្នាក់ឯងដូច្នោះនៅយប់មួយខ្ញុំបានដេកនៅក្នុងបន្ទប់នៅលើផ្ទះតែម្នាក់ឯងរីឯឪពុកម្ដាយខ្ញុំនិងគ្រួសារពូមីងរបស់ខ្ញុំគាត់បានសម្រាកនៅក្នុងបន្ទប់នៅក្រោមផ្ទះនៅយប់នោះនាងខ្ញុំរសាប់រសល់ដេកមិនលក់សោះណាមួយដាច់ភ្លើងទៀតខ្ញុំបានដេកលេងទូរស័ព្ទរហូតដល់ម៉ោង 3 ទៀបភ្លឺមេឃក៏ចាប់ផ្ដើមចុះត្រជាក់ពេលនោះខ្ញុំរៀងក្តៅស្អុះតិចៗរូបខ្ញុំក៏បានឡើងទៅបើកបង្អួចក្នុងបន្ទប់ដែលចន្លោះបង្អួចនោះអាចមើលទៅចំការចេកបាំងយ៉ាងឆ្ងាយពីលើព្រោះតែផ្ទះរបស់យាយខ្ញុំខ្ពស់ស្រឡះល្អពេលដែលខ្ញុំកំពុងតែឈរយកខ្យល់អាកាសបរិសុទ្ធបក់មកលហៀកចំផ្ទៃមុខរបស់ខ្ញុំយ៉ាងត្រជាក់ត្រាប់តែពេលនោះនាងខ្ញុំបានឃើញភ្លើងមួយហោះចេញពីចំការចេកភ្លើងនោះផ្លឹបផ្លែតក្រហមខៀវសំដៅទៅវាលស្រែដែលហោះចេញពីដើមចេកចុកខ្ទមរបស់យាយខ្ញុំហើយខ្ញុំច្បាស់ក្នុងចិត្តថាវាជាអាបចុះហេតុអ្វីបានវាហោះចេញពីចំការចេកចិត្តខ្ទមរបស់យាយខ្ញុំឬក៏ជីដូនយាយខ្ញុំគឺជាអាបភ្លាមនោះនាងខ្ញុំបានអង្គុយគិតនៅក្នុងបន្ទប់មួយសន្ទុះដោយសង្ស័យចង់ដឹងខ្លាំងពេកនាងខ្ញុំបានចុះពីលើផ្ទះដោយស្ងាត់ដើរចូលទៅក្នុងចំការចេកទៅរកខ្ទមរបស់យាយខ្ញុំដោយមិនបានប្រាប់នរណាម្នាក់ដឹងនោះឡើយពេលនោះខ្ញុំបានដើរចូលក្នុងចំការចេកទាំងភាពស្ងាត់ជ្រងំឮសំឡេងចង្រិតយំតិចនៅក្បែរខ្លួននិងខ្យល់បក់មកល្វើយសែនត្រជាក់នៅក្រោមពន្លឺព្រះច័ន្ទភ្លឺចិញ្ចែកលើផ្ទៃវេហាបន្តិចក្រោយមកនាងខ្ញុំបានដើរដល់ខ្ទមរបស់យាយខ្ញុំពេលនោះរូបខ្ញុំបានឡើងចិនដើរនិងបើកទ្វារខ្ទមភ្នំតិចដូចមើលតាមមាត់ទ្វារស្រាប់តែ
នាងខ្ញុំបានឃើញយាយរបស់ខ្ញុំមានខ្លួនអត់ក្បាលខ្ញុំឃើញភ្លាមក្នុងចិត្តស្ទើរស្រឡាំងកាំងដោយបញ្ជាក់យ៉ាងច្បាស់ថាជីដូនយាយខ្ញុំពិតជាអាពិតប្រាកដមែនរួចហើយខ្ញុំបានបើកទ្វារទៅមើលឲ្យច្បាស់ក្រោមពន្លឺភ្លើងប្រេងកាតមេទាំងទឹកភ្នែករលីងរលោងរំពេចនោះជីដូនអាបយាយខ្ញុំក៏បានហោះត្រឡប់មកវិញភ្លើងផ្លិតផ្លែតពីចម្ងាយហោះចិត្តដល់ខ្ទើមនាងខ្ញុំឃើញភ្លាមដោយខ្លាចគាត់ដឹងរូបខ្ញុំបានចុះពីលើខ្ទើមយ៉ាងលឿនរត់ទៅពូននៅគុំចេកនៃម្ខាងជ័យខ្ទើមរបស់គាត់ប៉ុន្តែខ្ញុំភ្លេចបិទមាត់ទ្វារខ្ទើមតែខ្ញុំហួសពេលទៅហើយដែលខ្ញុំមិនអាចរត់ទៅបិទទ្វារខ្ទើមវិញពេលនោះអាបយាយខ្ញុំក៏បានមកដល់គាត់រៀបនឹងចូលក្នុងខ្លួនវិញគាត់ក៏បានឃើញទ្វារខ្ទើមចំហហើយគាត់បានដឹងភ្លាមថាមានមនុស្សលួចចូលក្នុងខ្ទើមរបស់គាត់រួចហើយគាត់បានហោះចេញពីក្នុងខ្ទើមវិញនិងបានហោះរកមើលមនុស្សដែលលួចចូលក្នុងខ្ទើមពេលនោះខ្ញុំបានលួចមើលគាត់ពីចម្ងាយបានឃើញគាត់ហោះផាត់លើស្លឹកចេកសក់រន្ទរន្តាយធ្លាក់អណ្ដាតប្រវែងមួយចង្អាមមានចង្កូមធ្មេញស្រួចភ្នែកក្រហមតែតសម្លឹងរកមើលមនុស្សលួចចូលក្នុងខ្ទើមគាត់ដោយទឹកមុខខឹងសម្បាជាខ្លាំងគាត់បានហោះចុះហោះឡើងនិងមានសំឡេងក្រហមតិចគួរឲ្យខ្លាចបន្តិចក្រោយមកស្រាប់តែគាត់បានហោះមកចិត្តគុំចេកដែលខ្ញុំកំពុងតែពូននោះខ្ញុំភ័យខ្លាំងណាស់ខ្លាចគាត់រកឃើញដោយក្នុងចិត្តញាប់ញ័ររន្ធត់តក់ស្លុតនិងបែកញើសជោកពេញខ្លួនទាំងពេលដែលរាត្រីដ៏សែនត្រជាក់នោះគាត់បានហោះមកកាន់តែចិត្តបន្តិចម្ដងរីឯរូបខ្ញុំខំប្រឹងខ្ទប់មាត់ញ័រខ្លួនទៅត្រើតដោយកង្កែបប្រឡាក់អំបិលអញ្ចឹងភ្លាមនោះចៃដន្យសត្វឆ្កែព្រុសបន្លឺឡើងចិត្តខ្ទើមយាយខ្ញុំឮដូច្នោះគាត់បានហោះយ៉ាងលឿនទៅរកទីតាំងឆ្កែព្រុសនោះចំណែកឯខ្ញុំឃើញឱកាសល្អក៏បានរត់គេចត្រឡប់មកផ្ទះវិញក្នុងពេលនោះដូចគ្នាលុះព្រឹកឡើងនាងខ្ញុំបានទៅវត្តទាំងងងុយដេកដោយមិនហ៊ាននៅជាមួយយាយខ្ញុំនោះទេពេលទៅដល់វត្តរូបខ្ញុំក៏មិនបានឡើងទៅរាប់បាតរៀបចង្ហាន់ប្រគេនព្រះសង្ឃនោះដែរគឺរូបខ្ញុំបាននៅក្នុងឡានបើកទូរស័ព្ទស្វែងរកដំណោះស្រាយជួយដល់យាយខ្ញុំចេញពីអំពើអាបធ្មប់តាម YouTube Facebook និងមេឌៀតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងទៀតពេលខ្ញុំអស់ចុះអស់ឡើងស្រាប់តែបានឃើញពិធីដែលអាចជួយយាយរបស់ខ្ញុំបានដោយគេបានសរសេរណែនាំថាបើសិនជាចង់ជួយនរណាម្នាក់ពីអំពើអាបធ្មប់អ្នកត្រូវយកអង្ករមួយកំប៉ុងញកចូលទៅក្នុងបំពង់កដែលអាបបានដករួចលុះពេលអាបយកកដាក់ចូលក្នុងខ្លួនវិញពិតណាស់អំពើអាបធ្មប់នឹងសាបរលាបហើយម្នាក់នោះមិនអាចដកកវិញបានទៀតឡើយពេលខ្ញុំអានសំណេរនោះរួចខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ហើយពេលទៅដល់ផ្ទះយាយរបស់ខ្ញុំវិញខ្ញុំក៏បានត្រៀមអង្ករមួយកំប៉ុងដាក់ក្នុងបន្ទប់កន្លែងគេងរបស់នាងខ្ញុំរួចជាស្រេចលុះដល់ពេលយប់នាងខ្ញុំបានសម្លឹងមើលទៅចំការចេកជានិច្ចរហូតដល់ម៉ោង1រំលងអាត្រៀតទើបខ្ញុំបានឃើញអាបយាយខ្ញុំហោះចេញពីខ្ទើមរបស់គាត់រួចហើយខ្ញុំបានលួចចូលទៅក្នុងខ្ទើមរបស់យាយខ្ញុំម្ដងទៀតនិងបានយកអង្ករទៅជាមួយផងដែរដោយក្តីក្លាហានជាទីបំផុតពេលទៅដល់ខ្ញុំបានឡើងទៅលើខ្ទើមនិងបានឃើញខ្លួនយាយខ្ញុំអត់ក្បាលដូចពីយប់មិញដដែលភ្លាមនោះខ្ញុំក៏បានយកអង្ករញកចូលក្នុងករបស់គាត់បន្តិចម្ដងរហូតទាល់តែអស់ហើយខ្ញុំមានចិត្តរីករាយខ្លាំងណាស់ដែលបានគិតថាយាយរបស់នាងខ្ញុំលែងក្លាយជាអាបទៀតហើយប៉ុន្តែពេលដែលខ្ញុំងើបមើលទៅបង្អួចនៃខ្ទើមស្រាប់តែខ្ញុំបានឃើញអាបយាយរបស់ខ្ញុំ
សម្លឹងមករកខ្ញុំភ្នែកក្រហមឆ្អិនឆ្អៅហាក់បីដូចជាខឹងខ្ញុំខ្លាំងអីចឹងពេលនោះទើបខ្ញុំដឹងថាតាមពិតយាយរបស់ខ្ញុំដកកចេញពីខ្លួនគ្រាន់តែជាការបញ្ឆោតខ្ញុំតែប៉ុណ្ណោះរួចហើយគាត់ក៏បានហោះមករកខំខ្ញុំទាំងកំរោលរំពេចនោះខ្ញុំក៏បានប្រវេសប្រវាសក៏រត់ចេញពីខ្ទមកិច្ចពីគាត់ដោយគិតថារត់សំដៅទៅផ្ទះប៉ុន្តែដោយភាពភ័យខ្លាចខ្លាំងពេកបែរជាខ្ញុំរត់សំដៅទៅវាលស្រែទៅវិញខ្ញុំចង់បកក្រោយដែរតែមិនអាចបកក្រោយបានព្រោះអីអាបយាយខ្ញុំបានដេញពីក្រោយផិតពីក្រោយខ្នងពេលនោះខ្ញុំបានរត់ផងស្រែកផងឲ្យគេជួយប៉ុន្តែគ្មាននរណាម្នាក់ឮនោះឡើយរហូតខ្ញុំរត់ផុតចំការចេកដល់វាលស្រែខ្ញុំរត់ផងយំផងរហូតអស់កម្លាំងខ្លាំងពេកក៏បានដួលប្រងកណ្ដាលទឹកខ្លួនខ្ញុំហាក់បីដូចជាស្ទើរអស់កម្លាំងរលីងដោយគិតថាមិនអាចរត់គេចពីយាយខ្ញុំបាននោះទេភ្លាមនោះគាត់ក៏បានមកទាន់នឹងបានញញឹមតិចប្រៀបនឹងហោះមកខំសម្លាប់ខ្ញុំប៉ុន្តែពេលនោះស្រាប់តែខ្ញុំបានស្រវាប៉ះមែកឫស្សីងាប់មួយមែកដែលមានបន្លាស្រួចជ្រងច្រាងប្រវែង1ម៉ែត្រក៏បានវាត់ទៅគាត់មួយទំហឹងប៉ះចំពោះវៀនរបស់គាត់បានធ្វើឲ្យយាយខ្ញុំឈឺចាប់ស្រែកយ៉ៃប្រកាច់ពេញលើទឹកខ្ញុំឃើញដូច្នោះខ្ញុំបានវាត់គាត់ពី3រំពាស់ទៀតហើយបានរត់ត្រឡប់មកផ្ទះយាយខ្ញុំវិញទាំងត្រដរលុះពេលខ្ញុំបានមកដល់ផ្ទះហើយខ្ញុំបានទទួលភួយយ៉ាងចិត្តខ្លួនញ័រអស់សពកាយយ៉ាញ័ររហូតគេងលក់ដោយមិនដឹងខ្លួនលុះព្រឹកឡើងឪពុកម្ដាយរបស់ខ្ញុំនិងពូមីងបានផ្អើលឆោឡោយំត្រហឹងពេញផ្ទះដោយបានឃើញជីដូនយាយរបស់ខ្ញុំដេកស្លាប់នៅក្នុងខ្ទមទាំងដែលក្បាលនៅជាប់ក្នុងខ្លួនរបស់គាត់ពេលនោះខ្ញុំបានគិតថាប្រហែលជាគាត់បានចូលក្នុងខ្លួនគាត់វិញហើយទើបក្បាលគាត់ជាប់នៅក្នុងខ្លួនដូច្នោះហើយឪពុកម្ដាយខ្ញុំនិងពូមីងខ្ញុំពួកគាត់បានគិតថាជីដូនយាយខ្ញុំស្លាប់ដោយសារខ្យល់កឺទាំងដែលពួកគាត់មិនដឹងទេថាជីដូនយាយខ្ញុំជាអាបនោះឡើយហើយក៏មិនដឹងដែរថារូបខ្ញុំជាអ្នកវាយគាត់សម្លាប់នោះដែរហើយពួកគាត់បានយកយាយរបស់ខ្ញុំធ្វើបុណ្យតាមប្រពៃណីហើយរឿងនេះក៏បានក្លាយជារឿងអាថ៌កំបាំងមួយរបស់ខ្លួននាងខ្ញុំដោយគ្មាននរណាម្នាក់ដឹងរហូតមកដល់សព្វថ្ងៃនេះ